អរុនសួស្តីបងប្អូនទាំងអស់គ្នាពេលភ្ញាក់ពីគេងឡើងបានឃើញបន្លែដុះលូតលាស់ល្អក្នុងបរិយាកាសល្អទៀតធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនេះជាការដាំសាឡាត់បែប hydroponic លើគោករបស់ខ្ញុំយកវិធីដាំអញ្ចឹងដោយសារវាងាយស្រួលនិងពុំសូវមានសត្វល្អិតព្រោះខ្ញុំដាំនៅលើផ្ទះនៅយ៉រខាងមុខផ្ទះសម្រាប់ធ្វើម្ហូបញ៉ាំប្រចាំថ្ងៃថ្ងៃនេះខ្ញុំមកបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីការដាំសាឡាត់បែប hydroponic លើគោកវាមានលក្ខណៈប្រហាក់ប្រហែលនឹងការដាំសាឡាត់នៅលើដីដែរខុសគ្នាត្រង់ថាការដាំសាឡាត់បែប hydroponic ប្រើជីទឹក AB មិនអាចដាំនៅលើដីបានទេតែយើងអាចដាំនៅលើសកៃដូងម៉ត់ដែលបានសម្លាប់មេរោគហើយការសម្លាប់មេរោគក្នុងសកៃដូងម៉ត់របស់ខ្ញុំគឺខ្ញុំប្រើទឹកពុះចាក់ចូលក្នុងសកៃដូងម៉ត់រួចកូរឲ្យសព្វទុកចោល2ថ្ងៃឲ្យត្រជាក់ល្អទើបយកមកដាំបន្លែបើយើងដាំនៅក្នុងកេសស្នោត្រូវចោះរុននៅបាតស្នោឲ្យច្រើនបន្តិចដើម្បីកុំឲ្យមានដក់ទឹកពេលដាំយើងអាចយកគ្រាប់ពូជសាឡាត់មកបណ្ដុះដាំលើសកៃដូងម៉ត់តែម្ដងពេលកូនសាឡាត់នៅតូចប្រើទឹកធម្មតាមកស្រោចស្រពតែពេលកូនសាឡាត់ដុះស្លឹកចាប់ពី3ឡើងទៅជាពេលដែលកូនសាឡាត់ត្រូវការទឹកជីហើយដូចនេះយើងចាប់ផ្ដើមលាយទឹកជី AB មួយមុខ 30cc លាយជាមួយទឹក10លីត្រកូរឲ្យសព្វរួចយកមកចាក់តាមគល់ដំណាំរៀងរាល់ 2-3 ថ្ងៃម្ដងចំណុចដែលសំខាន់មួយទៀតនោះគឺយើងមិនអាចយកកាកសម្លរលួយមកដាក់នៅលើសកៃដូងម៉ត់នេះបានទេវានាំឲ្យឆ្លងមេរោគអាចធ្វើឲ្យខូចដំណាំសាឡាត់យើងបានពេលនេះវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា